បាទសូមអនុញ្ញាតគ្រប់នឹងជំរាបសួរបាទបងប្អូនទាំងគ្នាផងដែរបាទស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាជាថ្មីក៏ដូចជាស្វាគមន៍មកកាន់វីដេអូថ្មីហើយនឹង style ថ្មីផងដែរហ្នឹងហើយក៏សូមអធិស្ឋានបាទបងប្អូនទាំងអស់គ្នាផងដែរដែលខ្ញុំបាទធ្វើការ upload បាទនៅវីដេអូយឺតក៏ដូចជាចេញបាទ style បាទចែកជូនទៅដល់បងប្អូនបាទយឺតហ្នឹងហើយអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងចេញ style មួយប្រភេទនេះបាទចែកជូនទៅដល់បងប្អូនទាំងគ្នាហើយសូមបញ្ជាក់បងប្អូនទាំងគ្នាបន្តិចគឺ style នេះគឺខ្ញុំធ្វើចេញលក្ខណៈ full ហើយបងប្អូនទាំងគ្នាដោយសារទី1ខ្ញុំមានកាត់ជាមួយនឹងរូបភាពបាទនៃពីក្រោយគឺដាក់ឲ្យវាចេញទម្រង់បែបនេះតែម្ដងហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តបាទនៅ style មួយនេះផងដែរហ្នឹងហើយ style មួយនេះគឺខ្ញុំចេះតែធ្វើទេមិនដឹងថាបងប្អូនឆ្លាញ់ឬក៏អត់ទេហ្នឹងហើយតែបើបងប្អូនត្រូវការអាចឆាតមកបានណាបងប្អូនទាំងគ្នាហ្នឹងហើយតោះឥឡូវមួយខាពេលវេលាខ្ញុំនឹងបង្ហាញពីរបៀបប្រើនៅ style មួយនេះបាទឲ្យបងប្អូនទាំងអស់គ្នាបានដឹងបាទដំបូងបងប្អូនចូលមកកាន់ស្មាដៃហើយចំណុចទី1នេះគឺកន្លែងភ្លើងណាបងប្អូនទាំងគ្នាកន្លែងភ្លើងនៅពីក្រោយរូបភាពបាទនេះបាទរត់ឆ្វេងស្ដាំនេះខ្ញុំដោះចេញវាបាត់ហើយចំណុចមួយនេះទៀតគឺជាកន្លែងរូបភាពនៃ background ពីក្រោយបាទនេះពេលខ្ញុំដោះ text វាបាត់ហើយហ្នឹងហើយអញ្ចឹងរូបហ្នឹងគឺខ្ញុំបានកាត់វា full ស្រេចហើយហ្នឹងហើយកន្លែងនេះគឺកន្លែងភ្លើងបាទចំហៀងបាទនេះបងប្អូនឃើញពេលខ្ញុំដោះទៅវាលោតផ្លែតវាបាត់ហ្នឹងភ្លើងកន្លែងហ្នឹង3ចំណុចហ្នឹងបងប្អូនអាចធ្វើការផ្លាស់ប្ដូរខ្លួនឯងបានហើយបន្តមកទៀតកន្លែងនេះកន្លែងភ្លើងដូចគ្នាបាទមានភ្លើងលើភ្លើងក្រោមអីចឹងណាដោយសារភ្លើងមកជាហៀងខាងនេះខ្ញុំប្រើ3ភ្លើងបាទអានេះភ្លើងខាងនេះបាទនេះភ្លើងខាងស្ដាំខាងនេះអញ្ចឹងខ្ញុំដោះ tick ទៅវាឡើងមានភ្លើងហើយអញ្ចឹងខ្ញុំដាក់ tick វិញវាមានភ្លើងរត់ហ្នឹងហើយអញ្ចឹងបងប្អូនអាចដូរបានហ្នឹងហើយចំណែកកន្លែងនេះកន្លែងនេតិចម្រៀងបាទនេះនៅកន្លងទូចកន្លែងនេះហ្នឹងហើយបន្តមកទៀតអានេះតកតងទៅនឹងភ្លើងដូចគ្នាភាសាភ្លើងនេះខ្ញុំបានបិទវាខ្ញុំអត់បើកវាចេញទេហើយកន្លែងនេះក៏ភ្លើងដូចគ្នានេះបងប្អូនឃើញខ្ញុំដោះទៅវាបាត់ហើយនេះកន្លែងរូបភាពនេះវានៅតែប៉ុណ្ណេះទេបើសិនបងប្អូនចង់ដាក់ភ្លើងតែប៉ុណ្ណេះក៏បានឬក៏យើងដាក់ថែមចេះទៀតក៏បានដែរនេះមានភ្លើងខៀវចេះហ្នឹងហើយផុតទៅនឹងមកមានអីទេអានេះព្រិលបាទព្រិលទី1ហ្នឹងព្រិលDJ បាទហ្នឹងហើយព្រិល DJ ដែលជាប់ឈ្មោះដាក់ឈ្មោះ DJ ហ្នឹងហើយចឹងនឹងព្រិល DJ អញ្ចឹងបងប្អូនដែលយកទៅធ្វើ remix អីត្រូវហើយព្រិលហ្នឹងហើយមួយទៀតទៅទូចរត់បាទហ្នឹងប៉ុណ្ណឹងហើយ style ខ្ញុំធ្វើតែ2ទេនេះខ្ញុំធ្វើទូចចំកដាលនឹងមួយនេះពេលខ្ញុំដោះចេញនេះនៅចំកដាលនេះតែនេះនឹងមួយហើយនឹងក្រោមវែងនឹងមួយទៀតនេះក្រោមនេះចឹង style ហ្នឹងខ្ញុំធ្វើតែប៉ុណ្ណឹងទេហើយ style នេះអត់មានអីច្រើននេះបន្តិចដែរហ្នឹងហើយចឹងបងប្អូនអាចកែបន្ថែមបាននឹងតិចមួយទេហ្នឹងហើយទៅតាមតំណែងឈ្មោះខ្ញុំមានលេងជាមួយនឹង logo ឈ្មោះខ្ញុំពីក្រោមនេះបងប្អូនឃើញទេបងប្អូនដែលចង់ស្គាល់ខ្ញុំមិនថា channel YouTube ខ្ញុំក៏ឈ្មោះអញ្ចឹង channel YouTube ខ្ញុំហើយ YouTube ក៏ខ្ញុំដាក់ឈ្មោះនេះហើយ Facebook ក៏ខ្ញុំដាក់ឈ្មោះនេះដែរហើយ TikTok ក៏ឈ្មោះនេះដែរដោយសារតែមួយបងប្អូនអរនេះខ្ញុំប្រើឈ្មោះតែមួយទេ TikTok YouTube Facebook អីហ្នឹងគឺឈ្មោះតែមួយទេអញ្ចឹងបងប្អូនចង់តាក់ទងខ្ញុំអាចតាក់ទងខ្ញុំបានថ្ងៃ link មាននៅខាងក្រោមវីដេអូសម្រាប់ link Facebook ហ្នឹងហើយតើឥឡូវមើល style នេះបុកបងប្អូនហើយបើពេញចិត្តបាទកុំភ្លេចឆាតមកបានហ្នឹងហើយបង
ប្អូនទាំងគ្នាសម្រាប់ style មួយនេះគឺខ្ញុំធ្វើឡើងដើម្បីremix បាទឬក៏កត្រឹមបាទហើយបើសង់ត្មងប្រហែលជាអត់ត្រូវទេបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹងស្រឡាញ់ពេញចិត្តបើ style មួយប្រភេទនេះផងដែរហ្នឹងហើយអញ្ចឹងរូប background ពីក្រោយសូមបញ្ជាក់គឺខ្ញុំមានទទួលធ្វើណាបងប្អូនទាំងគ្នាបើសិនជាបងប្អូនទាំងគ្នាត្រូវការខ្ញុំមានទទួលធ្វើហើយទី1ឈ្មោះពីក្រោមនេះគឺខ្ញុំទទួលធ្វើដែរនេះនៅខាងក្រោមនេះណាហើយខ្ញុំទទួលធ្វើខ្ញុំធ្វើតម្រូវបងប្អូនស្រេចបងប្អូនដាក់ផុសនៅTikTok ឬក៏ផុស YouTube អាហ្នឹងខ្ញុំធ្វើទៅតាមនឹងអញ្ចឹងណាបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងអត់មានអីច្រើននេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងគ្នានឹងស្រឡាញ់នឹងពេញចិត្ត style មួយនេះបាទកុំភ្លេចជួយ subscribe អ្នកមួយផងបងប្អូនទាំងគ្នាបើសិនជាបាន1k subscribe គឺខ្ញុំនឹងចែក style បាទ free តែម្ដងបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលចូលមើលថ្មីមិនទាន់ចុចបាទកុំភ្លេចចុចអ្នកមួយទៅហើយអ្នកចាស់កុំភ្លេចជួយ like នៃវីដេអូអ្នកមួយផងហ្នឹងហើយចាំមានអីច្រើនមានប៉ុណ្ណឹងទេបងប្អូនទាំងគ្នាហ្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយទៀតហ្នឹងហើយបាយ